បាទបងនៅក្នុងវីដេអូនេះខ្ញុំធ្វើតេស្តពីប្រព័ន្ធអាឡាមប្រព័ន្ធសុវត្ថិភាពជូនបងពាក់ព័ន្ធជាមួយនឹងបញ្ហាដែលគ្រប់គ្រងដោយអាឡាមពេលដែលមានបញ្ហាទាំងអស់នឹងកើតឡើងស្រែនយើងនឹងលើទៅខាងក្រៅនេះប្រព័ន្ធស្រែននេះអញ្ចឹងសម្រាប់ទូស្រែនយើងមានoption auto និង manual អញ្ចឹង manual យើងដាក់សម្រាប់តេស្តហើយ auto យើងដាក់ឲ្យវាដំណើរការ auto ទៅតាមsystem របស់យើងពេលដែលមានបញ្ហាណាមួយកើតឡើងអូខេអញ្ចឹងយើងកាច់មកខាង auto បើសិនជាមានបញ្ហាអីទេវាអត់លឺទេតែបើយើងកាច់មក main លឺណាកដាលបិទអញ្ចឹងយើងកាច់មក auto អញ្ចឹង main យើងដាក់សម្រាប់តេស្តរាល់ល្ងាចជារៀងរាល់ថ្ងៃដើម្បីឲ្យប្រកាសថាប្រព័ន្ធអាឡាមយើងមានសុវត្ថិភាពនៅលើដំណើរការធម្មតាអូខេអញ្ចឹងខ្ញុំនិយាយពីប្រព័ន្ធអាឡាមវាគ្រប់គ្រងបានទៅលើបញ្ហាឡើងកម្ដៅខ្លាំងឬធ្លាក់ទាបខ្លាំងសំណើមឡើងខ្ពស់ខ្លាំងឬក៏សំណើមធ្លាក់ទាបខ្លាំងពេលដែលអាឡាមគឺវាអាឡាមពី control នេះបានន័យថាពេលដែលមានបញ្ហាសីតុណ្ហភាពក្នុងរោងខុសប្រក្រតីចំណុចណាមួយវានឹងអាឡាមពី control នេះទៅហើយវាបញ្ជាទៅទូសារ៉ែនយើងឬសារ៉ែននៅខាងក្រៅរោងដូចគ្នាឥឡូវខ្ញុំតេស្តឲ្យបងមើលអញ្ចឹងអាឡាមនេះកម្ដៅយើងដាក់31បានន័យថាឡើងលើ31អង្សាវានឹងអាឡាមឥឡូវខ្ញុំសេរីតេស្តបាទឥឡូវខ្ញុំដាក់24 enter អូខេយើងចេញក្រៅអញ្ចឹងឥឡូវកម្ដៅជាក់ស្ដែង28អញ្ចឹងយើងដាក់29បានយើងដាក់24បានន័យថាលើសណាយើងរងចាំបន្តិចអូខេនេះពេលដែលលឺឈប់យើងមកមើល control ឃើញអាឡាមភ្លើងកន្លែងហ្នឹងបានន័យថានៅក្នុងរោងយើងមានបញ្ហាកម្ដៅឬក៏សំណើមខុសប្រក្រតីអូខេឥឡូវខ្ញុំសេតវាបិទវិញអានេះខ្ញុំតេស្តជាមួយនឹងកម្ដៅអូខេ enter ឥឡូវខ្ញុំតេស្តជាមួយនឹងសំណើមអញ្ចឹងសំណើមខ្ញុំដាក់91អូខេខ្ញុំដាក់ប៉ុណ្ណេះតេស្តចេញមកក្រៅឥឡូវយើងមើលជាក់ស្ដែងសំណើម79បាទអញ្ចឹងខ្ញុំសេតមិញខ្ញុំសេតតេស្តនេះខ្ញុំសេតតេស្តដាក់79អញ្ចឹងសំណើមចុច79ចុចប្រហែលនេះមិញអញ្ចឹងវាចាប់បានថាលើសអញ្ចឹងពេលដែលលើសមិនថាកម្ដៅឬក៏សំណើមវានឹងលឺទាំងអស់ណាលឺទៅទូសារ៉ែនយើងទាំងអស់ដោយសារ system វាជាប់គ្នាយើងឲ្យវាផ្ដល់សញ្ញាបានទាំងអស់ណាអូខេអញ្ចឹងខ្ញុំសេតវាទៅឡើងsorry យើងដាក់វាកាក់មួយវិញមិញយើងគ្រាន់តេស្តទេណាបាទអញ្ចឹងនេះខ្ញុំគ្រាន់តែសេតសិនទេជាក់ស្ដែងបងលេខតម្រូវសេតឲ្យត្រូវទៅតាមការកំណត់របស់ពេទ្យណាបាទអញ្ចឹងពេលដាក់មន់ទៅពេទ្យប្រាប់ឲ្យទៅត្រូវសេតប៉ុណ្ណាអញ្ចឹងណាបងអូខេអញ្ចឹងអាហ្នឹងពាក់ព័ន្ធនឹងបញ្ហាកម្ដៅសំណើមខុសប្រក្រតីអាឡាមណាអញ្ចឹងពាក់ព័ន្ធជាមួយនឹងទូម្ដងអញ្ចឹងទូពេលដែលមានបញ្ហាមិនថាភ្លើងដាច់ណឺតដាច់ហ្វាភ្លើងខ្សោយខ្លាំងពេកប៉ុលវាខ្សោយខ្លាំងពេកប៉ុលវាខ្ពស់ខ្លាំងពេកក៏វាមានសារ៉ែនដូចគ្នាដែរវាមានអាឡាមដូចគ្នាណាអូខេឥឡូវខ្ញុំតេស្តដាច់ហ្វាបើកទូមកអូខេឥឡូវភ្លើងប្រក្រតីណាប៉ុលវាអូខេឥឡូវខ្ញុំតេស្តដាច់ហ្វាមួយចុះចឹងផ្ដាច់ប្រព័ន្ធទូទាំងមូលអត់ឲ្យម៉ូទ័រដំណើរការហើយមានសារ៉ែននៅខាងក្រៅចឹងលក្ខខណ្ឌហ្នឹងផ្ដាច់ប្រព័ន្ធម៉ូទ័រទាំងអស់ដើម្បីការពារកុំឲ្យមានបញ្ហាទៅលើម៉ូទ័រដូចជាឆេះម៉ូទ័រអីចឹងណាកាលណាភ្លើងដាច់មួយហ្វាម៉ូទ័រ3ហ្វាគឺប្រកាសជាមានបញ្ហាអូខេចឹងពេលភ្លើងមកគ្រប់វិញចឹងអានេះពេលដែលមានបញ្ហាចឹងវាផ្ដាច់ចោលតែជាក់ស្ដែងយើងមានម៉ាស៊ីនភ្លើងសកួរពេលដែលមានបញ្ហាចឹងយើងបញ្ចេញម៉ាស៊ីនមកតែយើងវាយចូលម៉ាស៊ីនភ្លើង
thì nó chọc cho với hơi xâm rạp và bọn ní bọn sân chia rồi lê rồi tham nam môi không tu miền bánh há vì chạy khơi miền bánh há cứ viên năng lư sài bạn năng hột đó hai pol cả hòm nắng và còn sự lử ok chẳng về là phơi màu vĩnh vì chạy từ bóng vì chạy kêu không tu sần vì chạy vol phơi cột thầm trái ót phơi sao phơi kho làm đạp pha ấy ót hay bảo sân chơi trong nói tao năng ở miền Tây hai tế vì chạy từ lưỡi chẳng kêu không tu rọc ở đấy vì năng đại sài nàyแต่แล้วเวกปงใช้เครื่องเนี่ยขนมตู้คอนโทรลเยอะมีอะไรตู้ยังหัวใส่ในขังกายร้องยังมีใส่โอเคจังเหมือนกันในกรองโดย under overball บันในท่าเป็นแหลมยันปัญหาเพลิงประพบเวียนหนึ่งประดับแบบหนึ่งโอเคแล้วยมเตะจมูกนึงปัญหาโอเวอร์โหลดมอเตอร์จังเป็นได้มอเตอร์มีปัญหาก็มีสายnàyยมเตะเหมือแล้วอุทธรณ์ปัญหามอเตอร์ตีมวยปัญหาตีมวยพูดโอเวอร์โหลดหรือสายจังสายจังยังกัดเวียบบัดเมาส์บ่ยังดังทางมอเตอร์ตีมวยให้ยังกัดเวียบบัดเมาส์ให้ยังรีเซ็ตเวียบเมาส์ให้ต่อเมาส์ยังบัดมอเตอร์นั่งแบบบันเติมเตอร์ให้ยังtựใช้มือมอเตอร์นั่งตั้งมอเตอร์นั่งมีปัญหาบันวิโอโหลดโอเคฉันว่าอัดมีไอ้แต่ยังกันมาออโต้วิ่งเมาส์อันนั้นក្នុងករណីมอเตอร์โอเวอร์โหลดเติมមានបញ្ហាណាបាទឥឡូវខ្ញុំតែមួយនេះទៀតចង់បញ្ហាមอเตอร์មួយណាភ្លើងពូលក្រហមមอเตอร์មួយនឹងភ្លឺហើយលឺសារ៉ែនទៅក្រៅរោងហើយលឺសារ៉ែនលឺអាឡាមនៅក្នុងទូបាទអូខេយើង reset វិញបាទចឹងវាដើរវិញធម្មតាចឹងប្រព័ន្ធអាឡាមប្រព័ន្ធសុវត្ថិភាពយើងមានប៉ុណ្ណឹងបាទហើយបើសិនជាបងមានចម្ងល់អាចសួរនាំបន្ថែមបានចឹងដាច់ភ្លើងក៏លឺដែរណាឧទាហរណ៍ថាវាដាច់ភ្លើងឬក៏ load dispenser ក្នុងទូណាដាច់ភ្លើងឬក៏ load dispenser ក្នុងទូតែម្ដង filter មេចឹងជាទូទៅមានបញ្ហាផ្ទុះសេក្នុងទូអីអានេះ load លឿនជាងគេ load អាហ្នឹង load ទាំងអស់ស្រែននៅលើធម្មតាបើឈប់លឺលុះត្រាតែយើងបិទណាលុះត្រាតែយើងបិទចឹងមិនឈប់លឺយើងកាច់អូតូលឺធម្មតាអូខេយើងបើកវាវិញមកបាទចឹងទូប្រព័ន្ធទូយើងវាចាប់ផ្ដើមឆែកភ្លើងបាទឆែកភ្លើងគ្រប់ប្រកដីធម្មតាវានឹងបិទស្រែនចោលហើយស្រែនប្រកាសជាអត់លឺទៀតទេអូខេចឹងពេលដែលភ្លើងវាមកគ្រប់ប្រកដីហើយគ្រឿងអត់មានបញ្ហាទេវានឹងផ្ដាច់ស្រែនចោលដំណើរការធម្មតាអូខេបាទឥឡូវយើងទៅមើលទូចំណៃមួយទៀត